សួស្តីប្រិយមិត្តដែលកំពុងតាមដានព័ត៌មានជាមួយនឹង Channel YouTube Mr. 855 នៅពេលនេះខ្ញុំបាទក៏សូមដកស្រង់លើកយកនូវអត្ថបទមួយដែលបានដាក់ចំណងជើងថា Jack Ma 30 ឆ្នាំខាងមុខពិភពលោកនឹងជួបប្រទះការកើតទុក្ខច្រើនជាងសប្បាយអាកាសពីម្សិលមិញលោក Jack Ma ម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba បានប្រមានពីពេលវេលាលំបាកដែលនឹងមកដល់ក្នុងពេលខាងមុខចំពោះអ្នកទាំងឡាយណាដែលមិនបានត្រៀមខ្លួននឹងការវិវត្តខ្លាំងនៃបច្ចេកវិទ្យាមហាសេដ្ឋីរូបនេះលើកឡើងថាក្នុងរយៈពេល30ឆ្នាំខាងមុខមនុស្សយន្តទំនងជាស្ថិតនៅលើគ្រប់ទស្សនាវដ្តីថាមដោយជាប់ជា CEO នាយកប្រតិបត្តិឡមួយក្នុងពេល30ឆ្នាំខាងមុខពិភពលោកនឹងជួបប្រទះការកើតទុក្ខច្រើនជាងការសប្បាយព្រោះយើងនឹងត្រូវឆ្លងកាត់បញ្ហាច្រើនជាងនេះលោក Jack Ma បន្ថែមទៀតថាប្រព័ន្ធអប់រំត្រូវតែអប់រំក្មេងៗឲ្យមានភាពច្នៃប្រឌិតនិងចេះចង់ដឹងចង់ឮច្រើនជាងមុនបើមិនអញ្ចឹងពួកគេមិនអាចទប់ទល់នឹងថ្ងៃអនាគតបានឡើយមនុស្សយន្តមានភាពរហ័សរហួននិងចេះគិតជាងមនុស្សធម្មតាហើយពួកគេមិនចេះជាប់ផុងក្នុងអារម្មណ៍ឡើយដូចជាការខឹងនិងគូប្រជែងជាដើមនេះជាការលើកឡើងបន្ថែមរបស់សេដ្ឋីវ័យ52ឆ្នាំបាទប្រិយមិត្តជាទីមេត្រីសម្រាប់អត្ថបទនេះខ្ញុំបាទក៏សូមបិទបញ្ចប់ត្រឹមប៉ុណ្ណេះឥឡូវនេះយើងងាកមកមើលអត្ថបទមួយទៀតដែលបានដាក់ចំណងជើងថាមានឯកសារសម្ងាត់ចាក់សោទុកក្នុងណូតប្រយ័ត្នអស់រលីងបោះគូតខោមុខងារណូតលើ iPhone ជាកន្លែងរក្សាកំណត់ត្រាផ្សេងផ្ទាល់ខ្លួនដើម្បីជៀសវាងការភ្លេចភ្លាំងដោយប្រការណាមួយព័ត៌មានមួយចំនួនដូចជាព័ត៌មានហិរញ្ញវត្ថុការកត់ទំនិញលេខទូរស័ព្ទឬពាក្យសម្ងាត់ផ្សេងអ្នកប្រកាសជាចង់ទុកវាឲ្យមានសុវត្ថិភាពជាក់ជាមិនខានដូច្នេះទើបកម្មវិធី Note នៅលើ iPhone, iPad, iPod Touch អាចឲ្យអ្នកអាចកំណត់លេខសម្ងាត់ឬប្រើ Touch ID ដើម្បីបន្ថែមសុវត្ថិភាពលើកំណត់ហេតុទាំងនោះអនុវត្តតាមការណែនាំដូចខាងក្រោមនេះបើកម្មវិធី Note ទី1គឺយើងបើកកម្មវិធី Note ហើយទី2ចុចលើកំណត់អត្រាដែលអ្នកបានសរសេររួចបាទនេះទី1ទី2ទី3ចុចលើប៊ូតុង Share សញ្ញាព្រួយបាញ់ឡើងលើទី4ចុចលើរូបសញ្ញា Lock Note ហើយទី5បញ្ចូលពាក្យសម្ងាត់នេះប្រើគ្រប់កំណត់ត្រារបស់អ្នកបញ្ចូលពាក្យសម្ងាត់ឲ្យដូចគ្នានេះម្ដងទៀតដើម្បីផ្ទៀងផ្ទាត់ទី7បញ្ចូល hint ប្រសិនបើចាំបាច់ទី8Touch ID បើសិនអ្នកចង់ដោះសោដោយប្រើម្រាមដៃដើម្បីដោះសោបានលឿននិងងាយស្រួលរួចរាល់ហើយចុចដានទី9ចុចលើរូបសោខាងលើក្បែរប៊ូតុង Share ដើម្បីចាក់សោបើចង់បើកមើលកំណត់ត្រាដែលចាក់សោនោះចុចលើ Clear View Note ហើយវាយលេខសម្ងាត់ដែលអ្នកបានកំណត់ឬប្រើ Touch ID ក៏បានចំណាំអ្នកអាចប្រើប្រាស់មុខងារនេះបានលុះត្រាតែអ្នកកំពុងប្រើ iPhone, iPad, iPod Touch ចាប់ពីប្រព័ន្ធប្រតិបត្តិការ 9.3 ឬជំនាន់ក្រោយនេះបាទប្រិយមិត្តជាទីមេត្រីសម្រាប់អត្ថបទទាំងពីរនេះដែរខ្ញុំបានក៏សូមបិទបញ្ចប់ត្រឹមប៉ុណ្្នឹងផងដែរអរគុណក្នុងការចំណាយពេលវេលាដ៏មានតម្លៃតាមដានព័ត៌មាននេះរាល់ពាក្យពេចន៍ដែលធ្វើការអធិប្បាយឬក៏ពាក្យសម្ដីណាមួយដែលមិនសមរម្យក៏សូមខន្តីអភ័យទោសពីប្រិយមិត្តដែលកំពុងតាមដានទស្សនាផងដែរបាទនៅពេលនេះដែរខ្ញុំបាទ Channel YouTube Mr. 855ក៏សូមលំអរកាយគោរពលាត្រឹមប៉ុណ្ណេះ